បងប្អូនខ្លាំងខ្លាយពិចារណាពីពាក្យបន់ហើយនឹងបាបព្រះសម្មាសម្ពុទ្ធលោកប្រាប់ថាម៉េចទេរឿងកម្មណាកូនអចិន្តយងរឿងជាតិមុខជាតិក្រោយអចិន្តយងមិនអាចអ្នកណាអាចយល់បានក្រៅអំពីព្រះសម្មាសម្ពុទ្ធទេប្រមុខកលៀនក៏យល់បានព្រះសរិបុត្រក៏យល់បានព្រះសរិបុត្រប្រមុខកលៀនអគ្គសាវកឆ្វេងស្ដាំអស្ចារ្យបន្ទាប់ពីព្រះសម្មាសម្ពុទ្ធក៏យល់មិនបានពីព្រោះរលឹកជាតិអត់ដាច់អាឡ័យពពេលនិវាសានុសតិញាណទៅក្រោយក៏មិនដាច់អាឡ័យទៅមុខក៏មិនដាច់អាឡ័យវាអត់ជុំកងដូចខ្នងកងអញ្ចឹងណាអាខាងក្រោយវិលទៅអញ្ចឹងអាខាងមុខវិលទៅវាជុំគ្នាវាអត់ជុំគ្នាដល់អត់ជុំគ្នាវាអត់ដឹងពីកម្មរបស់សត្វដែលធ្វើបន្តកតុយគ្នាអត់ដឹងប្រមុខកលៀនរលឹកជាតិមានកំណត់ទៅខាងមុខក៏មានកំណត់មានតែព្រះសម្មាសម្ពុទ្ធទេមកជុំអញ្ចឹងរឿងកម្មមានតែព្រះសម្មាសម្ពុទ្ធទេដែលអាចយល់បានអចិន្តយងពាក្យថាអចិន្តយងគឺព្រះសម្មាសម្ពុទ្ធលោកចង់ប្រាប់យើងថាកូនហើយកូនកុំគិតប្រមុខកលៀនព្រះសរិបុត្រអគ្គសាវកឆ្វេងស្ដាំរបស់តថាគតផងគិតមិនយល់កូនខួរក្បាលដូចបកងហ្នឹងអីនាំគ្នាទេពីរឿងធ្វើបន់ចេះបានចេះជួយម៉ានទេប៉ុន្តែព្រះសម្មាសម្ពុទ្ធតើបងប្អូនពិចារណាបន្តិចមើលលោកឲ្យអ្វីដែលយើងអាចយល់បានបន់នឹងបាបកងឡើងដោយចេតនាអត់មាននិយាយខាងក្រៅណាបងប្អូនអត់មាននិយាយថាកឋិនបានបន់ជាងផ្កាបន់ផ្កាបានបន់ច្រើនជាងបន់សង្ឃទានអត់មាននិយាយទេប៉ុន្តែព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាបន់នឹងបាបកងឡើងដោយចេតនាបន់ក៏អញ្ចឹងបាបក៏អញ្ចឹងមโนពពាំងកមាធម្មាបន់នឹងបាបកត់នៅក្នុងមโนកត់ដោយចេតនាបងប្អូនមើលឧទាហរណ៍ពីអនាថបន្តកសេដ្ឋីអនាថបន្តកសេដ្ឋីបងប្អូនមើលពិចារណាចុះនិយាយពីទ្រព្យសម្បត្តិអនាថបណ្ឌិតសេដ្ឋីណាបងប្អូនអស្ចារ្យនិយាយពីធ្វើបុណ្យនោះធ្វើធ្វើអស្ចារ្យណាចែកទ្រព្យសម្បត្តិប៉ិនអនាថបណ្ឌិតសេដ្ឋីបងប្អូនទៅជាមួយនឹងសេចក្តីលោភលន់អំពីបុណ្យគាត់សប្បាយចិត្តណាធ្វើបុណ្យនឹងគាត់លោភលន់គាត់នឹកឃើញថាគាត់បានបុណ្យបានកុសលច្រើនណាមើលទៅទៅព្រះសម្មាសម្ពុទ្ធក៏លោកអញ្ញឹមណាលោកដឹងថាអនាថបណ្ឌកសេដ្ឋីធ្វើបុណ្យមិនត្រូវទេដែលហៅថាធ្វើបុណ្យនោះគឺកំសួលចិត្តយ៉ាងជ្រាលជ្រៅក្នុងការលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីប្រយោជន៍អ្នកដទៃវាកើតនៅទីជំរឿវាកើតនៅក្នុងមโนសូម្បីតែអង្គុយនៅផ្ទះមិនទាន់មានទ្រព្យសម្បត្តិអីចង់ជួយអ្នកដទៃប៉ុន្តែចេតនាដែលចង់ជួយនំពេញតួជាបុណ្យហ្មងពេញតួជាបុណ្យហ្មងបុណ្យនឹងបាបអត់រាប់ចំនួនដោយវត្ថុខាងក្រៅទេមโนពពាំងកមាធម្មាអនាថបណ្ឌកសេដ្ឋីនិយាយពីធ្វើបុណ្យធ្វើប៉ុន្តែចេតនារបស់គាត់កំពុងតពុលនឹងបុណ្យលោភលន់នឹងបុណ្យថ្ងៃមួយគ្រោះមួយកើតមានចំពោះអនាថបណ្ឌកសេដ្ឋីទឹកចំនួនមកវាលិចទ្រព្យសម្បត្តិគាត់អស់ទៅអស់អីអាលីងថ្ងៃមួយគាត់ចង់ទៅវត្តប៉ុន្តែវាអត់អីឲ្យគេរៀបចំបាយទឹកបន្តិចបន្តួចមកគាត់ទៅក្រោយផ្ទះនឹកឃើញដើមឈើមួយនៅក្នុងវត្តគាត់មានចេតនាចង់ឲ្យដើមឈើនឹងរីកធំធាត់ទៅដើម្បីឲ្យមានអ្នកអង្គុយស្ដាប់សិលឬអ្នកវិបស្សនានៅក្រោមដើមឈើនឹងបានអង្គុយវិបស្សនានៅក្រោមដើមឈើដែលមានមលុបតជឹងតជ័យដោយសេចក្តីសម័យរបស់គាត់សម័យឃើញអញ្ចឹងគាត់ទៅក្រោយផ្ទះរើសអាចគោមកក្តាប់កាន់យកទៅអាខ្ញុំបង្ហើទៅមុនទៅគាត់ទៅតាមក្រោយទៅដល់ដើមឈើហ្នឹងគាត់ឈរសម្លឹងដើមឈើគាត់ចេះតែសម័យគាត់គិតថាបើដើមឈើហ្នឹងវាធំទៅមានមែកតជឹងតជ័យមិនល្អប៉ុណ្ណាទេបើស្នាជាព្រះសម្មាសម្ពុទ្ធលោកមកទេសនានៅក្រោមដើមឈើហ្នឹងមនុស្សដទៃទៀតមកអង្គុយក្រោមដើមឈើដែលតជឹងតជ័យហ្នឹងមិនដឹងជាដើមឈើហ្នឹងមានប្រយោជន៍ប៉ុណ្ណាទេបើដើមឈើហ្នឹងវារីកធំធាត់មែនណាបើអ្នកស្ដាប់ធម៌ឬអ្នកបដិបត្តិធម៌ក្រោមដើមឈើមួយដែលមានមលុបតជឹងតជ័យហ្នឹងវាល្អប៉ុណ្ណាប៉ុន្តែដើមឈើហ្នឹងវាអត់ទាន់ធំទេណាគាត់គិតអញ្ចឹងដល់ពេលគាត់គិតមែនតែនដោយចេតនាល្អយកអាចគោហ្នឹងទៅច្រូចនៅហ្នឹងដោយចេតនាស្លុងក្នុងចិត្តនឹកឃើញថាថ្ងៃណាមួយហើយដើមឈើនេះនឹងបានរីកធំធាត់ទៅដើម្បីឲ្យអ្នកដទៃបានជ្រកក្រោមដើមឈើនេះបដិបត្តិធម៌ក្រោមដើមឈើនេះធ្វើបុណ្យអស់100សំពៅអស់ទាំងលានកហបណៈអស់ទ្រព្យសម្បត្តិ100លានមិនស្មើនឹងអាចគោមកក្តាប់ពេលហ្នឹងពីព្រោះមកក្តាប់ពេលហ្នឹងចេតនាពេញធឹងជាចេតនាជួយអ្នកដទៃព្រោះអស់អីហើយវាប៉ុណ្ណឹងអាការពីបុណ្យខ្ជិលវាពុលនេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាអនាថបណ្ឌកសេដ្ឋីបុណ្យត្រូវតែថ្ងៃហ្នឹងបុណ្យត្រូវតែថ្ងៃហ្នឹងមើលបងប្អូនពិចារណាមើលសប្តាហ៍ថ្ងៃធ្វើបុណ្យតិចបានតិចធ្វើបុណ្យច្រើនបានច្រើនគឺសំដៅលើអីទៅលើទ្រព្យសម្បត្តិតែហ្មងព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាបុណ្យនិងបាបកម្លាំងរបស់វាគឺផ្គងឡើងដោយចេតនាទេអ្នកក្រកំភៃខ្លាចគ្មានលុយធ្វើបុណ្យវាស៊ីសងលើចេតនាទេបងប្អូនណាបងប្អូនសិក្សាពីមេរៀនរបស់ព្រះសម្មាសម្ពុទ្ធតាមលំដាប់លំដោយមើលមេរៀនរបស់ព្រះអង្គចែកជាពីរថ្នាក់ធំជាងគេបំផុតណាបញ្ហាណាបងប្អូនបញ្ហាគឺបញ្ហាបងប្អូនអត់ដឹងថាងាប់ឲ្យកើតទៅវិញអត់បញ្ហានៅត្រង់ហ្នឹង
កលឹះវានៅត្រង់ហ្នឹងកលឹះបោកនៅត្រង់ហ្នឹងកលឹះអស់លុយអស់កាក់វានៅត្រង់ហ្នឹងព្រះសម្មាសម្ពុទ្ធណាគេកោតសរសើរណារញ្ជួយផែនដីកាលពីព្រះអង្គត្រាស់ដឹងនោះណាគឺព្រះអង្គបកស្រាយកន្លែងហ្នឹងបកស្រាយឲ្យយើងយល់បានតាមបញ្ញាថ្នាក់អង្គុយគិតរួចហើយមានបច្ចេកទេសវិបស្សនាដើម្បីផ្ទៀងផ្ទាត់ពាក្យសម្ដីរបស់ព្រះអង្គថាតើវាអញ្ចឹងមែនអត់កលឹះកន្លែងហ្នឹងមេសាសនាគេខឹងព្រះសម្មាសម្ពុទ្ធទៅតាណាគេចោលដុំអាចដុំអីគេកោតទោសគ្រប់គ្នាព្រោះរឿងព្រះសម្មាសម្ពុទ្ធបើកកន្លែងហ្នឹងបើកបង្ហាញរឿងងាប់កើតហ្នឹងអញ្ចឹងបានអ្នកស្ដាប់យល់គេឧទានឡើងថាអូព្រះអង្គហើយព្រះអង្គគឺជាអ្នកត្រាស់ដឹងដែលបានបើកផ្ងាឡើងនៅរបស់កັບពីកន្លងមកធ្វើឲ្យខ្ញុំពលឺដែលហៅថាសទ្ធាជ្រះថ្លាតថាគតបង្រៀនអ្នកឲ្យកើតសទ្ធាជ្រះថ្លាមនុស្សធំជាងគេបំផុតរឿងងាប់ហើយកើតហ្នឹងបងប្អូនកុំអាសួររឿងធ្វើបន់ចេះបានចេះឬធ្វើបន់ចប់បានចប់កុំអាសួរសួរពីរឿងងាប់ហើយកើតមកវិញអត់តែប៉ុណ្្នឹងតែងាប់ហើយកើតមកវិញអត់បងប្អូនជ្រះថ្លាកន្លែងហ្នឹងគិតខ្លួនឯងដបងដៃដូចផោងភ្លើងមួយអញ្ចឹងណាធំជាងគេបំផុតតែកុំអាលហាមមនុស្សថាអ្នកកុំស្ទាបផោងភ្លើងមិនបាច់ហាមទេកុំឲ្យធ្វើអាក្រក់កុំឲ្យធ្វើអញ្ចេះឬក៏ឲ្យធ្វើល្អចុះចាំបាច់កុំអាលហាមព្រោះហាមជាមគ្គហាមជាផ្លូវជាមេរៀនទី2មេរៀនទី1របស់ព្រះសម្មាសម្ពុទ្ធគឺបង្រៀនឲ្យស្គាល់ធម៌បរិយ័តបដិបត្តិគន្ធទុរៈវិបស្សនាទុរៈការវាចាក់អញ្ចេះអានឹងជាមគ្គជាបដិបត្តិឥឡូវត្រូវចូលតាមផ្លូវលំដាប់លំដោយចូលដបងដៃចូលមេរៀនបរិយ័តសិនកុំអាលរឿងថាហាមប៉ះបំផោងភ្លើងធ្វើម៉េចឲ្យមនុស្សបានពិសោធន៍ថាភ្លើងនឹងក្តៅសិនណាឲ្យពិសោធន៍ដូចកូនក្មេងអញ្ចឹងកុំហាមគេថាកូនណាកុំប៉ះភ្លើងអូសដៃឲ្យបន្តិចទៅយកទៅស្ទាបបំផោងហ្នឹងតែវាស្ទាបម្ដងប៉ះហើយថ្ងៃក្រោយវាឈប់ហើយបើសិនណាជាបងប្អូនឲ្យវាពាល់ត្រូវទេបងប្អូនបាច់រកស៊ីអីទេចាំមើលតកូនហ្នឹងទៅជុំវិញផោងភ្លើងហ្នឹងទៅបងប្អូនចាំមើលទៅតែវាប៉ះម្ដងបងប្អូនអត់មានប្រអិនណាតែគាត់វាទេវាឈប់តែហ្មងនេះគឺជារបៀបនៃការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធកុំអាលនាំឲ្យសត្វធ្វើល្អអញ្ចេះឬធ្វើល្អអញ្ចោះធ្វើបន់ចេះបានចេះធ្វើបន់ចោះបានចោះឲ្យវារៀនឲ្យស្គាល់ខ្លួនវាសិនទៅតែព្រះសម្មាសម្ពុទ្ធលោកហៅថាធម៌មេរៀនរបស់ព្រះអង្គចែកជា2គឺមេរៀនបរិយ័តនិងមេរៀនបដិបត្តិគន្ធទុរៈនិងវិបស្សនាទុរៈទី1គឺព្រះសម្មាសម្ពុទ្ធលោកបង្រៀនយើងឲ្យស្គាល់ធម៌ប៉ុន្តែព្រះសម្មាសម្ពុទ្ធលោកប្រាប់ថាធម៌ដែលតថាគតត្រាស់ដឹងមានច្រើនអនេកដូចស្លឹកឈើនៅក្នុងព្រៃប៉ុន្តែវាអត់ប្រយោជន៍សម្រាប់កូនទេតថាគតចាត់កងឲ្យតថាគតបោចស្លឹកឈើតែមកក្តាប់ឯនៅក្នុងដៃតថាគតត្រាស់ដឹងធម៌ដូចស្លឹកឈើនៅក្នុងព្រៃតែតថាគតកាត់ឲ្យហើយអ្នកកូនណារៀនតាមមកក្តាប់នេះបានរៀនតាមមកក្តាប់នេះបានពីព្រោះវាមានប្រយោជន៍សម្រាប់ការរួចរំដោះទុក្ខរបស់កូនព្រះអង្គដាក់គោលដើម្បីឃុំក្រងកុំឲ្យយើងចេញផុតពីគោលប៉ុន្តែពិតណាអត់មានប្រយោជន៍ព្រះអង្គមិនឲ្យយើងនិយាយទេព្រះអង្គមិនឲ្យយើងធ្វើទេពិតមែនប៉ុន្តែវាអត់ប្រយោជន៍រួចហើយក៏ត្រូវការពិតមានប្រយោជន៍ដូចត្រូវការ